ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបឋមមុខម្ហូបសម្លកកូរចាបងប្អូនមិននឹងបានមុខម្ហូបមុខនេះគឺខ្ញុំត្រូវទៅទិញបន្លែនេះគឺខ្ញុំប្រើបន្លែធម្មជាតិបងប្អូនខ្ញុំទៅទិញដល់កន្លែងដែលបងអ៊ំស្រីគាត់ដាំផ្ទាល់បងប្អូនដឹងស្រាប់ហើយថាបន្លែធម្មជាតិគឺរសជាតិគឺខុសពីបន្លែផ្សារគឺអត់មានជាតិគីមីហើយរសជាតិគឺឆ្ងាញ់មានរសជាតិផ្អែមជាងបន្លែផ្សារទៀតបងប្អូនហើយជាពិសេសនោះគឺបន្លែធម្មជាតិនោះគឺអត់យើងបរិភោគទៅគឺអត់ខូចសុខភាពយើងទេបងប្អូនយើងបរិភោគទៅគឺមានសុវត្ថិភាពជាងបន្លែដែលយើងទៅទិញតាមផ្សារព្រោះយើងទៅទិញតាមផ្សារយើងអត់ដឹងថាបន្លែនឹងមកពីប្រទេសណាខ្លះទេបងប្អូនតែយើងទិញពីកន្លែងអ៊ំស្រីគាត់ដាំផ្ទាល់ហ្នឹងគឺធម្មជាតិពិតតែម្ដងបងប្អូនហើយបន្លែរបស់គាត់នោះគឺតម្លៃសមរម្យទៀតបងប្អូនខ្ញុំទិញអស់តែប្រហែលទេបានច្រើនមុខបងប្អូនអស់តែ 5,000 ទេប៉ុណ្ណឹងបងប្អូនមានទាំងល្ហុងមានទាំងត្រប់វែងត្រប់ពណ៌ស្វាយត្រប់មូលហ្នឹងហើយពោតបារាំងហើយនេះស្ពៃនិយាយរួមទៅខ្ញុំទិញថែមត្រប់វែងទៀតនិយាយសរុបទៅប្រហែលជា 6,000 ហ្នឹងឯងបងប្អូនហើយបន្ទាប់មកពេលទិញរួចហើយក៏ខ្ញុំបានជិះម៉ូតូទៅផ្ទះវិញហើយបងប្អូនយកបន្លែទៅលាងបន្ថែមបងប្អូនហើយនេះគឺជារូបរាងបន្លែដែលយើងទិញមកបាញ់មិញបងប្អូនបន្ទាប់មកទៀតគឺខ្ញុំធ្វើការបុកគ្រឿងដើម្បីធ្វើសម្លកកូរនឹងឲ្យបងប្អូនគ្រឿងគឺគ្រឿងផ្សំគឺមានដូចជាលក្រីស្លឹកក្រូចសើចរំដេងល្មៀតហើយនិងខ្ទឹមសបងប្អូនយើងហាន់វាមកទៅយើងបុកឲ្យលាយចូលគ្នាទៅបងប្អូនតែបើយើងចង់កុំឲ្យថាគ្រឿងយើងបុកឲ្យម៉ត់ល្អយើងត្រូវថែមអំបិលបន្តិចទៅហើយនេះគឺជាផ្នែកបន្លែដែលយើងបានលាងហើយនឹងខ្ញុំដាក់លឹងកុំឲ្យលីនឹងស្ពៃបន្តិចបន្តួចឲ្យបន្លែរបស់យើងនោះគឺមានជាតិពុកខៀវច្រើនហើយនេះគឺជាបន្លែដែលខ្ញុំបានចាត់ហើយបន្លែរកកូរបងប្អូនមានដូចជាសណ្តែកគួរត្រប់ល្ហុងហើយនឹងត្រប់ពោះស្វាយល្ពៅនឹងឯងបងប្អូនហើយមានចេកមួយខ្ញុំហាន់ដាក់ជាមួយបងប្អូនសម្រាប់គ្រឿងគឺអត់មានអីច្រើនទេបងប្អូនមានខ្ទិះដូងយើងដាក់ខ្ទិះដូងទៅហើយអំបិលប៊ីចេងបន្តិចស្ករបន្តិចទៅហើយនឹងប្រហុកពេលយើងដាក់ខ្លាញ់ទៅយើងដាក់ប្រហុកចូលហើយនឹងគ្រឿងចូលហើយកូរឲ្យចូលជាតិគ្នាឲ្យគ្រឿងហើយនឹងប្រហុកនឹងឈ្ងុយចូលជាតិគ្នាតែម្ដងបងប្អូនយើងកូរតាមមើលទៅរៀងស្ងួតទឹកហើយក៏យើងថែមគ្រឿងស្ករហើយនឹងប៊ីចេងចូលតែម្ដងហើយនឹងទឹកត្រីបន្តិចផងដែរបើបងប្អូនមានរ៉ូឌីបងប្អូនអាចថែមរ៉ូឌីបន្ថែមទៀតដើម្បីបង្កើតអជីរសក៏បានដែរបងប្អូនបន្ទាប់មកទៀតខ្ញុំឃើញថារៀងខ្លោចក៏ខ្ញុំចាក់ខ្ទិះដូងចូលបន្តិចទើបខ្ញុំចាក់ត្រីដែលខ្ញុំលាងស្អាតហ្នឹងខ្ញុំចាក់ចូលតែម្ដងថ្ងៃនេះខ្ញុំប្រើត្រីកញ្ចុះដល់បងប្អូនដោយសារតែខ្ញុំអត់ចង់ប្រើត្រីចិញ្ចឹមទេបងប្អូនត្រីកញ្ចុះខ្ញុំដឹងថាត្រីនេះជាត្រីធម្មជាតិបន្ទាប់មកទៀតខ្ញុំបន្ថែមរសជាតិថែមរ៉ូឌីដើម្បីឲ្យសាឡារបស់យើងនេះគឺមានរសជាតិកាន់តែឆ្ងាញ់បងប្អូនហើយក៏ខ្ញុំថែមខ្ទិះដូងដើមបន្តិចទៀតនិងស្ករត្នោតបន្តិចទៀតដើម្បីបង្កើតអជីរសយើងដាក់ឲ្យចូលជាតិគ្នាហើយយើងរំងាស់ត្រីឲ្យរាងសាច់រាងរឹងបន្តិចហើយទើបខ្ញុំស្រង់ដាក់ត្រីចេញសិនដើម្បីកុំឲ្យត្រីនឹងលលួយអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតខ្ញុំចាក់គ្រឿងបន្លែកកូរដែលយើងបានចិតហើយចូលតែម្ដងខ្ញុំដាក់ចូលមានទាំងសណ្តែកគួរមានទាំងបន្លែគ្រប់មុខហ្នឹងបងប្អូនយើងកូរឲ្យបន្លែរបស់យើងនឹងទុនចូលគ្នាតែម្ដងអញ្ចឹងណាបងប្អូនដែលដឹងស្រាប់ហើយថាបន្លែសម្លកកូរគឺជាមុខម្ហូបប្រចាំប្រជាជនខ្មែររបស់យើងគាត់ចូលចិត្តស្លតាំងពីបរមបុរាណមកបងប្អូនយាយជីទួលយាយក៏គាត់ចូលចិត្តខ្លាំងណាបងប្អូនបន្ទាប់មកទៀតខ្ញុំថែមខ្ទិះដូងចុងរបស់យើងនឹងចាននេះយើងចាក់ចូលជាមួយទឹកនឹងតែម្ដងយើងដាក់ទឹកតាមបរិមាណដែលយើងចង់បានបងប្អូនយើងរងចាំមើលតែសម្លយើងពុះមើលទៅល្មមតែបន្លែយើងផុយល្អហើយទើបយើងចាក់ត្រីនឹងចូលសាច់ជាថ្មីបន្ទាប់មកទៀតយើងដាក់អង្ករលីងចូលផងដែរថ្ងៃនេះខ្ញុំមុននេះខ្ញុំអត់បានថតដាក់អង្ករលីងចូលប៉ុន្តែយើងត្រូវដាក់អង្ករលីងហើយអង្ករលីងមុននឹងដាក់ចូលគឺយើងត្រូវត្រាំទឹកសិនប្រហែលជា5នាទីរីកទើបយើងចាក់ហើយយើងកូរជាមួយនឹងសម្លនឹងតែម្ដងហើយខ្ញុំបង់បន្លែខៀវចូលនោះបន្លែរបស់យើងរំងាស់ទៅអាចបរិភោគបានហើយបងប្អូនហើយរួចជាការស្រេចបងប្អូននេះគឺជាសម្លរបស់យើងសម្លគោរបស់យើងដែលយើងបានចម្អិនណាបងប្អូនហើយសម្រាប់ប្រភេទអង្ករលីងគឺនៅខាងក្រោមសម្លបងប្អូន
ចាអរគុណបងប្អូនសម្រាប់ការទស្សនាដល់វីដេអូមួយនេះបងប្អូនហើយនេះគឺជាបន្លែធម្មជាតិស្រស់ៗថ្មីដែលខ្ញុំបានទិញដែលមកធ្វើសម្លកកូរនឹងឲ្យបងប្អូនគឺអត់បានទិញនៅបន្លែពីផ្សារទេគឺធម្មជាតិទាំងអស់តែម្ដងបងប្អូនហើយនេះជាម្ទេសនេះគឺឆ្ងាញ់ណាស់បងប្អូនអើយខ្ញុំញ៉ាំជាមួយសម្លគឺម្ទេសនេះអត់រោលហឹរខ្លាំងទេបងប្អូនសម្រាប់ដែលយើងហូបយើងឈឺកាពះអីចឹងណាខ្ញុំមិនហ៊ានហូបខ្លាំងច្រើនទេប៉ុន្តែបើសិនណាខ្ញុំអត់ឈឺកាពះពោះវៀនវិញណាខ្ញុំឲ្យអ្នកជួយចិត្តម្ទេសខ្ចីនឹងគឺឆ្ងាញ់ណាបងប្អូនតែដោយសារតែខ្ញុំតមដែរខ្ញុំហូបតិចទេហើយបងខ្ញុំគាត់ឃើញម្ទេសនេះគាត់ថាឆ្ងាញ់ណាអត់ហឹរខ្លាំងហើយអត់រោលទេឆ្ងាញ់តែម្ដងបងប្អូនចាអរគុណបងប្អូនសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់វីដេអូរបស់នាងខ្ញុំផងអរគុណបងប្អូនសូមបងប្អូនជួបតែសុខសុវត្ថិភាពអរគុណបងប្អូន